បាទសួស្តីបងប្អូនទាំងអស់គ្នាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឮហើយពាក្យថានីតិថាតើអ្វីទៅជានីតិថ្ងៃនេះខ្ញុំនឹងបញ្យល់អំពីពាក្យថានីតិនេះដើម្បីបងប្អូនបានយល់ទាំងអស់គ្នានីតិគឺជាសំណុំវិធានឬច្បាប់ទាំងឡាយណាដែលបង្កើតឡើងដោយអាជ្ញាធរនិមសមត្ថកិច្ចដើម្បីរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនិងគ្រប់គ្រងទំនាក់ទំនងក្នុងសង្គមហើយនីតិនេះគឺអនុវត្តទូទៅចំពោះបុគ្គលគ្រប់រូបទាំងអស់មានការធានានិងការអនុវត្តអំពីរដ្ឋចំពោះអ្នកដែលល្មើសនឹងត្រូវទទួលទោសតាមផ្លូវច្បាប់នីតិនេះមានគោលបំណងដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងសង្គមយុត្តិធម៌និងការការពារសិទ្ធិរបស់បុគ្គលគ្រប់រូបទាំងអស់នៅក្នុងប្រទេសកម្ពុជារបស់យើងត្រូវបានបែងចែកនីតិជាពីរនីតិសាធារណៈនិងនីតិឯកជនចំពោះនីតិសាធារណៈគឺជាការគ្រប់គ្រងរវាងរដ្ឋនិងបុគ្គលឧទាហរណ៍ដូចជានីតិរដ្ឋធម្មនុញ្ញនីតិព្រហ្មទណ្ឌនីតិរដ្ឋបាលនីតិពន្ធដារជាដើមចំពោះនីតិឯកជនគឺជាការកំណត់ទៅលើទំនាក់ទំនងរវាងបុគ្គលនិងបុគ្គលឧទាហរណ៍តួយ៉ាងដូចជាប្តីប្រពន្ធបាទគូស្វាមីភរិយាអរគុណសម្រាប់ការទស្សនាវីដេអូនេះប្រសិនបើបងប្អូនមានសំណួរឬក៏ចង់ឲ្យខ្ញុំបកស្រាយទៅលើប្រធានបទណាមួយអាច comment នៅវីដេអូខាងក្រោមបានអរគុណជួបគ្នានៅវីដេអូក្រោយទៀត